សួស្តីទាំងអស់គ្នាត្រឡប់មកវិញជាមួយនឹងវីដេអូ MVP យើងបន្តទៀតថ្ងៃនេះនៅបង្ហាញដដែលតកតងនឹងការដូរប្លង់បាតហ្នឹងទៅជា color លេខ8ឲ្យបានលឿនជាងមុនវីដេអូមុនយើងបង្ហាញពីយើងប្រើ comment x ប្របែកទៅយើងពេលខ្លះជួបបញ្ហាជាមួយទៅនឹងប្លង់ architect ដែលមានប្រភេទជា block attitude អញ្ចឹងនៅពេលដែលយើងបំបែកទៅវាធ្វើឲ្យខូចទ្រង់ទ្រាយដើមវាបាត់ផ្នែកខ្លះនៃប្លង់ architect អញ្ចឹងធ្វើឲ្យពិបាកសម្រាប់ការងារ MVP របស់យើងអញ្ចឹងថ្ងៃនេះត្រឡប់មកវិញសម្រាប់ការធ្វើប្លង់បាតហ្នឹងទៅជា color លេខ8ឲ្យបានលឿនជាងមុនហើយយើងស្រួលធ្វើការជាងមុនអញ្ចឹងយើងមាន2 method ទី1ហ្នឹងគឺដំបូងឡើយយើងបើកប្លង់មកហើយយើងមើលទៅលើ layer ខាងលើនេះអញ្ចឹងយើងចុចមកហើយយើង create layer មួយទៀតថ្មីយើងដាក់ពាក្យថា layout ចុះណាអញ្ចឹងយើងត្រូវដូរ color កន្លែង layer យើងបង្កើតមិញហ្នឹងយើងដាក់ទៅជា color លេខ8ហើយបន្ទាប់មកយើងដូរកម្រាស់របស់វាមកទៅជា color 0.05 បន្ទាប់ពីយើងដូរហើយយើង convert merge layer ទាំងអស់ហ្នឹងទៅ layer ដែលយើងបង្កើតមិញអញ្ចឹងយើងចុច control A មកហើយ layer ណាដែលយើងអត់ចង់ឲ្យវាបាត់ហ្នឹងគឺយើងចុច control ជាប់ហើយយើង select លើ layout ហ្នឹងហើយdeploy ទៅលើ layer 0បន្ទាប់ពីហ្នឹងហើយយើងចុច mouse ស្ដាំទៅលើ layer យើង select ហ្នឹងមកហើយយើងមើលពាក្យថា merge select layer អញ្ចឹងយើងចុចលើហ្នឹងមកហើយយើងចុចទៅលើ layer ណាមួយដែលយើងចង់ឲ្យវាទៅទាំងអស់ហ្នឹងទៅយកមក layer ហ្នឹងណាវារួម layer អញ្ចឹងយើងចុចលើ layout ហ្នឹងមកហើយយើងចុច OK ហើយយើងចុច yes បន្ទាប់ពីហ្នឹងមក layer ទាំងអស់ដែលយើងមានជាច្រើនរបស់ប្លង់បាត architect ហ្នឹងទៅ load ទៅជា layer មួយដែលយើងបានបង្កើតមិញហ្នឹងតែអត់ទាន់ចប់ទេយើងចូលមកហើយយើង select លើទាំងអស់ហ្នឹងយើងដូរវាទៅជា layer របស់យើង layout ហ្នឹងហើយបន្ទាប់ពីហ្នឹងមកយើងប្រើ command មួយទៀត set by layer ហើយយើងចុច enter មក enter ហើយយើងចុច yes ហើយយើងចុច yes ទៀតអញ្ចឹងប្លង់យើងបានដូរទៅជា color 8អស់ហើយយើងធ្វើការ block បន្ទាប់មកយើងលុបការងារមួយចំនួន dimension ផ្សេងៗហ្នឹងដើម្បីយើងគូប្លង់ភ្លើងរបស់យើងបានក៏ដូចជាប្លង់ទឹករបស់យើងបានអញ្ចឹង method ទី1ហើយសម្រាប់ method ទី2ហ្នឹងគឺវាលឿនជាងហ្នឹងទៀតណាវាលឿនជាងអាមិញទៀតដែលយើងត្រូវការ merge ត្រូវការអីបន្ថែមទៀតតែនេះអត់ទេយើងប្រើ lip ចូលតែម្ដងអញ្ចឹងយើងចុច app lip ចូលមកយើងមាន AP ណា AP មកហើយយើងនេះ lip របស់យើងឈ្មោះ color x ហ្នឹងយើងចុចលើវាហើយយើងចុចថា loadអូខេយើងបាន load ហើយនេះ successful តោះមកយើងចុច close មកតោះយើង load ហើយយើងប្រើ comment មិញមក color x ហ្នឹង color x ហ្នឹងមកអញ្ចឹងវា load ផ្ទាំង select color មួយតោះមកយើង select ទៅលើ color លេខ8មកយើងចុច OK តោះមក lip ហ្នឹងនឹងធ្វើការងារមួយ second ឬក៏2 second ហ្នឹងនឹងធ្វើឲ្យប្លង់របស់យើងទាំងអស់ហ្នឹងคล้ายទៅជា color លេខ8ហើយយើងធ្វើការ block វាណាយកទៅគូប្លង់ភ្លើងប្លង់ទឹកអីបានណាតាមតម្រូវការរបស់យើងហ្នឹងអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាចូលចិត្តវីដេអូប្រភេទនេះជួយ like comment ហើយនិង share ឲ្យអ្នកដែលចង់រៀនពី MVP ហ្នឹងឲ្យគាត់បានឃើញមកអរគុណ